បាទសួស្តីដល់កូនសិស្សទាំងអស់គ្នានេះអឺតែប្រចាំខែមកវិទ្យាសាស្ត្រអញ្ចឹងយើងមើលសំណួរទី1យើងអាចឆ្លើយបានហើយគឺរ៉ុកគឺជាកង់ម្យ៉ាងធ្វើពីឈើឬលោហៈដែលមានចង្អូរជុំវិញសម្រាប់ដាក់ខ្សែពួរឬខ្សែកាបនិងមានប្រហោងមួយសម្រាប់ដាក់ស្នូលដែលគេហៅថាអាក់អញ្ចឹងយើងមើលទៅចម្លើយគឺគេសួរកង់មួយដែលធ្វើពីឈើឬលោហៈមានចង្អូរជុំវិញសម្រាប់ដាក់ខ្សែពួរគេហៅអ្វីអញ្ចឹងនេះរងអញ្ចឹងចម្លើយយើងនេះអញ្ចឹងយើងដល់សំណួរទី2ដោយសារច្រើនសំណួរនេះគេឲ្យតកតងទៅនឹងមានសៀគ្វីតជាស៊េរីហើយមួយទៀតសៀគ្វីតជាខ្នែងអញ្ចឹងគេអាចមើលតាមនេះមករូបហើយនឹងនិយមន័យអញ្ចឹងចម្លើយឯនេះគឺថានៅក្នុងសៀគ្វីតជាខ្នែងប្រសិនបើអំពូលមួយដាច់តើអំពូលផ្សេងទៀតមានសភាពដូចម្ដេចនៅភ្លឺដដែលអញ្ចឹងជាទូទៅរ៉ុកអាចធ្វើឡើងពីសម្ភារៈអ្វីអញ្ចឹងធ្វើពីឈើឬលោហៈសំណួរបន្ទាប់ទី4ចង្អូរជំវិញកង់ផ្នែកណាខ្លះរបស់រ៉ុកដែលគេប្រើសម្រាប់ដាក់ខ្សែពួរឬខ្សែកាបអញ្ចឹងនេះចង្អូរជំវិញកង់សំណួរបន្ទាប់ប្រហោងមួយសម្រាប់កណ្ដាលកង់រ៉ុកមានតួនាទីសម្រាប់ធ្វើអ្វីដាក់អញ្ចឹងនេះជាចម្លើយត្រឹមត្រូវរបស់យើងអញ្ចឹងដល់ទី6យើងមើលទី6មកតើអរបស់រ៉ុកមានតួនាទីធ្វើអ្វីនិងភ្ជាប់ទៅនឹងអ្វីអញ្ចឹងចម្លើយយើងធ្វើឲ្យកង់វិលជុំវិញដោយសេរីនិងភ្ជាប់ទៅនឹងជំពាមនេះចម្លើយរបស់យើងអញ្ចឹងយើងមើលសំណួរបន្ទាប់តើប្រភេទរ៉ុកណាដែលកើតឡើងពីការផ្សំគ្នារវាងរ៉ុកនិងរ៉ុកចលនាចាប់ពី2ឡើងទៅអញ្ចឹងប្រព័ន្ធរ៉ុកចាប់ពី2ឡើងទៅប្រព័ន្ធរ៉ុកសំណួរទី8ហេតុអ្វីបានជាកន្លែងសំណង់ភាគច្រើនប្រើប្រាស់ប្រព័ន្ធរ៉ុកជួយសម្រាលកម្លាំងបាន2ដងហើយសំណួរទី9តើមនុស្សបានបង្កើតរ៉ុកតាំងពីបុរាណកាលដើម្បីអ្វីជួយសម្រាលកម្លាំងពលកម្មមានន័យលើករបស់ធ្ងន់នេះអញ្ចឹងតើរ៉ុកប្រភេទណាដែលមានតួនាទីចម្បងក្នុងការបដូរទិសដៅនៃកម្លាំងអញ្ចឹងរ៉ុកនឹងសំណួរបន្ទាប់ទី11តើរ៉ុកមានប្រភេទអ្វីខ្លះមានរ៉ុកនឹងរ៉ុកចល័តនិងប្រព័ន្ធរ៉ុកនេះមាន3នេះតែនៅក្នុងជីវភាពប្រចាំថ្ងៃគេប្រើរ៉ុកច្រើននៅក្នុងវិស័យណាខ្លះអញ្ចឹងវិស័យឧស្សាហកម្មនិងសំណង់វិស័យអានទូយើងអាចអានពេញមកតើរ៉ុកប្រភេទណាដែលអាចបដូរទិសដៅកម្លាំងផងនិងសម្រាលកម្លាំងបានច្រើនផងគឺប្រព័ន្ធរ៉ុកហើយបើត្រូវលើកធុងស៊ីម៉ងតធ្ងន់នៅជាន់ទី5តើគួរប្រើរ៉ុកប្រភេទណាហេតុអ្វីប្រព័ន្ធរ៉ុកព្រោះសម្រាលកម្លាំងបានច្រើនតាមចំនួនរ៉ុកទី15ហេតុអ្វីបានជានៅដងទង់ជាតិគេប្រើរ៉ុកនឹងជាញឹកញាប់ត្រូវការតែការផ្លាស់ប្ដូរទិសដៅនៃកម្លាំង
ទី16បើមិនមានការបង្កើតរោគតាំងពីបុរាណតើវិស័យសំណង់នឹងមានស្ថានភាពដូចម្តេចការសាងសង់អគារខ្ពស់និងលំបាកខ្លាំងអូខេសំណួរទី17តើរូបនេះបង្ហាញពីអ្វីអញ្ចឹងនឹងគេហៅ circuit អគ្គិសនីរូបហ្នឹងDynamo អញ្ចឹងក្នុងចំណោមឧបករណ៍ខាងក្រោមតើមួយណាជាចនិតាចរន្តឆ្លាស់ AC Dynamo ទី19តើចរន្តអគ្គិសនីជាអ្វីអញ្ចឹងយើងអាចមើលទៅនេះចរន្តអគ្គិសនីគឺលំហូរបន្ទុកអគ្គិសនីអវិជ្ជមានទី20ចរន្តអគ្គិសនីរត់ចេញពីគោលដៅណាទៅគោលដៅណាអញ្ចឹងពីគោលវិជ្ជមានទៅគោលអវិជ្ជមានចឹងគេសួរគេអេឡិចត្រូនផ្លាស់ទីតាមទិសដៅអ្វីអេឡិចត្រូននេះអេឡិចត្រូនបន្តនេះអញ្ចឹងពីអវិជ្ជមានទៅវិជ្ជមានអញ្ចឹងយើងធីកមកដោយសារនៅក្នុងហ្នឹងគេប្រាប់ហើយសំណួរបន្ទាប់ចនិតាជាអ្វីគឺជាប្រភពផ្ដល់ចរន្តអគ្គិសនីទី23ដែកអូខេទី24ហេតុអ្វីបានជាគេយកជ័រមកធ្វើជាសម្បកព័ទ្ធជុំវិញខ្សែភ្លើងដើម្បីការពារកុំឲ្យឆ្លងចរន្តអគ្គិសនីទៅមនុស្សទី25នៅពេលដៃរបស់អ្នកសាមតើអ្នកគួរធ្វើដូចម្តេចដើម្បីចំពោះឧបករណ៍អគ្គិសនីមិនត្រូវប៉ះឧបករណ៍អគ្គិសនីព្រោះអាចធ្វើឲ្យយើងឆក់បានទី26បើសិនបើគាត់មិនបានបិទរុំស្កុតអគ្គិសនីនៅកន្លែងដាច់នោះតើនឹងមានអ្វីកើតឡើងអាចបង្កឲ្យគ្រោះថ្នាក់ឆក់មនុស្សបើប៉ះចំនឹងអាចឆ្លងភ្លើងបង្កជាអគ្គិភ័យអូខេទី27អញ្ចឹងចែកចេញជាពីរប្រភេទអូខេតជាសេរីអូខេទី29រលត់ព្រមគ្នាទាំងអស់ទី30ទី30ហ្នឹងគឺសួរថាតើខ្សែភ្លើងលម្អដើមណូអែឬភ្លើងផ្កាយបុណ្យចូលឆ្នាំគេច្រើនតភ្ជាប់ជា circuit ប្រភេទណាតជាសេរីcircuit ដែលបង្កើតតាមបានជាផ្លូវដើររបស់ចរន្តអគ្គិសនីច្រើនជាងមួយគន្លងហៅថា circuit តជាខ្នែងអូខេដល់សំណួរទី32តើគួរជ្រើសរើសឧបករណ៍ណាដើម្បីមានសុវត្ថិភាពខ្ពស់បំផុតជាងអគ្គិសនីម្នាក់ត្រូវបានជួសជុលកង្ហារមានជ័រក្រាស់ស្ងួតនេះអញ្ចឹងយើងអាចប្រើហ្នឹងមកសំណួរទី33តើប្រព័ន្ធភ្លើងដែលប្រើប្រាស់នៅក្នុងផ្ទះឬសាលារៀនត្រូវតភ្ជាប់ជា circuit ប្រភេទណាតជាខ្នែង
ហេតុអ្វីបានជាគេមិនតភ្ជាប់ប្រព័ន្ធភ្លើងក្នុងផ្ទះជា circuit តជាស៊េរី ព្រោះបើបិទ ឬខូចភ្លើងមួយកន្លែង នឹងធ្វើឲ្យភ្លើងទាំងអស់រលត់ អូខេ ទីបន្ទាប់ សំណួរបន្ទាប់ អានេះតជាខ្នែង អាចធីកមក ច្រើនកន្លង ទី36 តើពាក្យថាអំពូលនីមួយៗដើរដោយឯករាជ្យ សំដៅលើ circuit ប្រភេទណា នេះតជាខ្នែង នារីបានប្រើខ្សែភ្លើងលម្អតុបតែងបន្ទប់នៅពេលដកអំពូលមួយចេញ អំពូលទាំងអស់រលត់ព្រមគ្នា តើ circuit នេះជាប្រភេទអ្វី អញ្ចឹង circuit តជាស៊េរី ទី38 ក្នុងការសាកល្បងមួយ អំពូលពីរត្រូវបានតភ្ជាប់ទៅនឹងពិលថ្មពិល បន្ទាប់មក អំពូលទី1ខូច ប៉ុន្តែអំពូលទី2នៅតែភ្លឺ តើហេតុអ្វីបានជាអំពូលទី2នៅតែដំណើរការ ព្រោះចរន្តអគ្គិសនីអាចរត់តាមគន្លងដាច់ដោយឡែកតាមអំពូលទី2 ទី39 ហេតុអ្វីបានជាប្រព័ន្ធអគ្គិសនីនៅក្នុងផ្ទះ ឬសាលារៀនត្រូវតភ្ជាប់circuit ជាខ្នែង ដើម្បីអាចបិទ ឬបើកឧបករណ៍នីមួយៗដោយឡែកពីគ្នាបាន ហើយសំណួរទី40 តើរ៉ុកចលនាផ្ដល់ផលប្រយោជន៍សំខាន់អ្វីក្នុងការលើកទម្ងន់ កាត់បន្ថយកម្លាំងទាញពាក់កណ្ដាល អូខេ អញ្ចឹងនេះចំពោះមុខវិជ្ជាវិទ្យាសាស្ត្រ សម្រាប់ថ្នាក់ទី6